ពួកគាត់ទាំង4នាក់នេះគឺជាបេសកចាកុមារបងប្អូនភាសាខ្មែរយើងនិយាយសួរស្ដាប់គេហៅមេបនហ្នឹងភាសាបរមរានយើងមកគេហៅថាមេបនអញ្ចឹងប៉ុន្តែយើងនិយាយតាមភាសាបច្ចេកទេសគេថាបេសកចាតែពួកគាត់ទាំង4នាក់ហ្នឹងហេតុអីបានយើងថែមពាក្យកុមារពីក្រោយបេសកចាហ្នឹងទៀតទៅជាបេសកចាកុមារបានន័យថាគាត់គឺជាមនុស្សដែលរស់ស៊ីជួញដូរផ្លូវភេទលើកុមារីចាក្រោមស្លាកហាងម៉ាស្សាកូសជប់អញ្ចឹងគាត់យកក្មេងអត់ទាន់គ្រប់អាយុយកមកឲ្យបម្រើចាសេវាកម្មផ្លូវភេទនៅក្នុងហាងម៉ាស្សាកូសជប់របស់គាត់ហ្នឹងកម្លាំងជំនាញឃាត់ខ្លួនជនល្មើស4នាក់និងសង្គ្រោះបាននារីរងគ្រោះចំនួន22នាក់ករណីសញ្ញាកម្មតាក់ទងនឹងបេសកចាកុមារដែលជនល្មើសបានលួចលាក់ប្រព្រឹត្តក្រោមស្លាកហាងម៉ាស្សាកូសជប់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជនបានឲ្យដឹងថានៅថ្ងៃទី22ខែមេសាឆ្នាំ2025វេលាម៉ោង 20:15 នាទីយប់កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជនសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបងខេត្តពោធិ៍សាត់បានធ្វើការចុះបង្ក្រាបជាក់ស្ដែងករណីសញ្ញាកម្មតាក់ទងនឹងបេសកចាកុមារដែលជនល្មើសបានលួចលាក់ប្រព្រឹត្តក្រោមស្លាកហាងម៉ាស្សាកូសជប់ស្ថិតនៅភូមិថ្នោតត្រេតនិងភូមិរាសង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនជនល្មើសចំនួន4នាក់មកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីអនុវត្តតាមនីតិវិធីនិងបានសង្គ្រោះនារីរងគ្រោះចំនួន22នាក់បាញ់ជូនទៅមន្ទីរសង្គមកិច្ចខេត្តចាបងប្អូននៅចាំរឿងប្រហែលខែមុននេះខ្ញុំផ្សាយដែរចែនឹងឈ្មោះចែមុំបងប្អូនចាំអត់ចែមុំលក់បុកល្ហុងតែគាត់ឆ្លៀតធ្វើរឿងអញ្ចឹងដូចគ្នាបានន័យថាយកក្មេងអាយុក្រោម15ឆ្នាំហ្នឹងមកឲ្យរត់តុកសេវាកម្មកន្លែងលក់បុកល្ហុងកន្លែងគាត់អញ្ចឹងណាចាប៉ុន្តែក្មេងៗក៏គាត់ប្រើឲ្យរស់ស៊ីជួញដូរផ្លូវភេទឲ្យចែកលុយមួយគាត់វាចែកភាគរយគ្នាអីអញ្ចឹងទៅចាមានភ្ញៀវមកគេចែកលុយឲ្យអញ្ចឹងទៅហើយក៏ប៉ូលីសចាប់ទៅខ្ញុំឆ្ងល់ដល់ហើយថាអញ្ចេះហេតុអីបានជាពួកគាត់នឹកឃើញទៅរស់ស៊ីមុខរបរអញ្ចឹងខ្ញុំចង់និយាយថាសម្រាប់មនុស្សពេញវ័យដែលគាត់សម្រេចចិត្តធ្វើឬក៏រស់ស៊ីមុខរបរអញ្ចឹងដោយខ្លួនឯងគ្មានការបង្ខិតបង្ខំអានឹងខ្ញុំអត់និយាយទេប៉ុន្តែសម្រាប់ក្មេងគាត់មិនត្រូវលួងលោមក្មេងដែលមិនទាន់គ្រប់អាយុឲ្យទៅធ្វើអញ្ចឹងទេ